ជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់ YouTube របស់ខ្ញុំថ្ងៃនេះខ្ញុំមានអត្ថបទថ្មីមួយសម្រាប់ឲ្យអ្នកនរគ្នាពិភាក្សានិងពិចារណាអ្នកនរគ្នាគឺអត្ថបទដែលមានចំណងជើងថាតើហេតុអ្វីដែលយើងមិនគួរស្អប់កីឡាករពិភពលោក Cristiano Ronaldo ឥឡូវយើងមកអានអត្ថបទនេះទាំងអស់គ្នាមុនដំបូងយើងគួរតែស្គាល់ពីប្រវត្តិរបស់ Cristiano Ronaldo សិន Cristiano Ronaldo មានឈ្មោះថា Cristiano Ronaldo dos Santos Aveiroកើតនៅថ្ងៃទី5កុម្ភៈឆ្នាំ1985បច្ចុប្បន្នមានអាយុ41ឆ្នាំគាត់លេងក្នុងតំណែងខ្សែប្រយុទ្ធនិងគេនិយមហៅគាត់ថា CR7 គាត់ធ្លាប់លេងនៅក្លឹបយក្សធំៗដូចជា Manchester United, Real Madrid, Juventus និង Al Nassr ជាដើមហើយបច្ចុប្បន្នគឺរដូវកាល World Cup គឺគាត់លេងនៅឲ្យជម្រើសជាតិប៉ូទុយហ្គាល់Ronaldo កើតនៅកោះមួយនៃប្រទេសប៉ូទុយហ្គាល់គឺកោះ Madeira ក្នុងគ្រួសារដែលមានជីវភាពមិនសូវធូរធារទេគាត់ជាកូនពៅក្នុងគ្រួសារមានបងប្រុសនិងបងស្រី3នាក់ម្ដាយគាត់ជាចុងភៅនឹងការងារសម្អាតចំណែកឪពុកគាត់ជាមនុស្សញៀនសាប៉ុន្តែគាត់មានការងារជាអ្នកថែសួននិងជាអ្នកថែរក្សាក្លឹបបាល់ទាត់តូចមួយការនៅក្មេងគាត់រស់នៅក្នុងបរិយាកាសខិតខំប្រឹងប្រែងហើយបាល់ទាត់ជាអ្វីដែលគាត់ស្រឡាញ់បំផុតគាត់ចាប់ផ្ដើមលេងបាល់នៅក្រុមតូចមួយហើយបន្តអភិវឌ្ឍខ្លួនអភិវឌ្ឍសមត្ថភាពរហូតមានឱកាសចូលក្នុងក្លឹបយុវជនមួយដែលមានឈ្មោះថា Sporting CP នៅពេលដែលគាត់អាយុ12ឆ្នាំគាត់ត្រូវចាក់ចេញពីស្រុកកំណើតរបស់គាត់គឺ Madeira ទៅលីប៉ុនដើម្បីចូលសាលាបាល់ទាត់គឺ Sporting CP ឯងក្នុងវ័យ12ឆ្នាំវាពិតជាលំបាកសម្រាប់ក្មេងម្នាក់ដែលត្រូវឆ្ងាយពីគ្រួសារនិងត្រូវរស់នៅក្នុងបរិយាកាសមួយដែលថ្មីគាត់ធ្លាប់ឯកានិងនឹកផ្ទះជាខ្លាំងពេលខ្លះគ្រួសារគាត់មិនមានលទ្ធភាពច្រើនហើយមានរឿងរ៉ាវជាច្រើនដែលគាត់ធ្លាប់ជួបការលំបាកផ្នែកខាងហិរញ្ញវត្ថុពេលនៅលីប៊ុនគាត់ត្រូវបានគេនិយាយអំពីសម្លេងរបស់គាត់ជាភាសាតំបន់ដែលខុសគ្នាហើយគេពិបាកស្ដាប់គ្នាទៅវិញទៅមកពិសេសគឺ Cristiano Ronaldo ដែលមកពីតំបន់ដែលខុសពីលីប៊ុនRonaldo មិនពឹងផ្អែកលើទេពកោសល្យតែបាល់ទាត់តែមួយទេគាត់បានព្យាយាមអភិវឌ្ឍខ្លួនជានិច្ចទាំងបច្ចេកទេសល្បឿនកម្លាំងនិងសមត្ថភាពនិងកាយសម្បទារបស់គាត់មានគំនិតថាបើចង់ឈ្នះត្រូវធ្វើការច្រើនជាងអ្នកដទៃក្រោយពីហ្វឹកហាត់នៅ Sporting CP នៅប៉ូទុយហ្គាល់គាត់ចាប់ផ្ដើមបង្ហាញទេពកោសល្យខ្លាំងឡើងនៅក្នុងឆ្នាំ2003គាត់អាយុ18ឆ្នាំ Sporting CP បានលេងប្រកួតមិត្តភាពជាមួយ Manchester Unitedក្នុងការប្រកួត Ronaldo លេងបានល្អខ្លាំងធ្វើឲ្យកីឡាករនិងគ្រូបង្វឹកចាប់អារម្មណ៍ Cristiano Ronaldo ជាខ្លាំងជាពិសេសគ្រូបង្វឹកឈ្មោះថា Sir Alex Ferguson នៅថ្ងៃទី12សីហាឆ្នាំ2003 Manchester United បានទិញ Ronaldo ពី Sporting CP គាត់ក្លាយជាកីឡាករប៉ូទុយហ្គាល់ដំបូងដែលលេងឲ្យក្លឹប Manchester United ពេលទៅដល់ Manchester គាត់នៅក្មេងណាស់ហើយមិនទាន់ល្អឥតខ្ចោះនោះទេគាត់ត្រូវរៀនពីការលេងជាមួយកីឡាករពិភពលោកនិងការហ្វឹកហាត់យ៉ាងខ្លាំង Sir Alex Ferguson ជួយអភិវឌ្ឍគាត់យ៉ាងខ្លាំងពេលដំបូង Ronaldo គឺចង់ពាក់អាវលេខ28ដែលជាលេខចាស់របស់គាត់នៅ Sporting CP ប៉ុន្តែលោក Ferguson ឲ្យគាត់ពាក់លេខ7ដែលជាលេខដែលតារា Manchester United ធ្លាប់ពាក់ដូចជា David Beckham ជាដើមក្រោយមកក៏ក្លាយជា CR7 ដល់សប្តាហ៍ថ្ងៃក្រោយពីបានចូលលេងនិងផ្លាស់ប្ដូរទៅក្លឹបធំៗជាច្រើនដូចជាប្រូពី Man U ទៅ Real ទៅចុះកន្ទុះជាដើមធ្វើឲ្យគាត់មានសមត្ថភាពច្រើនក្នុងបាល់ទាត់និងត្រូវបានគេចាត់ទុកថាជាអ្នកមានទេពកោសល្យខ្លាំងមួយនៅក្នុងវិស័យបាល់ទាត់ហើយគាត់ត្រូវបានគេយកជានិមិត្តរូបជាច្រើនឥឡូវយើងនិយាយពីសមិទ្ធផលរបស់គាត់ក្នុងបាល់ទាត់គាត់ត្រូវបានគេចាត់ទុកថាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេជាអ្នកដែលមានការទេពកោសល្យខាងសុទ្ធចូលជាងគេនិងគាត់ជាមនុស្សមានកាយសម្បទានិងវិន័យជាងគេក្នុងកីឡាបាល់ទាត់គាត់ធ្លាប់ឈ្នះពានដូចជា UEFA Champions League 5 ដងជាមួយនឹង Manchester United និង Real Madrid ឈ្នះ Euro 2016ជាមួយប៉ូទុយហ្គាល់ឈ្នះពានលីកនៅប្រទេសផ្សេងៗដូចជា Premier League, La Liga និង Serie A គាត់ធ្លាប់ឈ្នះ Ballon d'Or 5 ដងជាពានកីឡាករល្អបំផុតលើពិភពលោកឈ្នះ European Golden Boot 4 ដងអ្នកសិទ្ធិបញ្ចូលទីច្រើនបំផុតក្នុង League Europe ឈ្នះ Arab Club Champions Cup 2023ក្រោយឈ្នះ Al-Ahly 2 UEFA Cup 1 ដង League Cup 2 ដង FIFA Cup World Cup 1 ដង La Liga 2 ដងCopa del Rey 2 ដងគាត់ជោគជ័យជាខ្លាំងក្នុងវិស័យបាល់ទាត់គាត់បានចំណាយជាច្រើនក្នុងការធ្វើឲ្យជីវិតគាត់ល្អប្រសើរមានដូចជាការធ្វើ business របស់គាត់នៅក្នុងផ្នែកផ្សេងៗដូចជាផ្នែកសម្លៀកបំពាក់សន្តាគារជាដើមដែលធ្វើឲ្យគាត់មានប្រាក់ចំណូលបន្ថែមទោះបីមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ Ronaldo មិនមែនចាយនៅក្នុងគ្រួសារគាត់ឬក៏តែក្នុងវងមិត្តភាពរបស់គាត់នោះទេគាត់គឺបានធ្វើសប្បុរសធម៌ជាច្រើននៅក្នុងសង្គមរបស់សហភាពអឺរ៉ុបដូចជាក្នុងឆ្នាំ2020 Ronaldo និងភ្នាក់ងាររបស់គាត់បានបរិច្ចាគលុយ1លានដុល្លារទៅមន្ទីរពេទ្យប៉ូទុយហ្គាល់ដើម្បីជួយផ្នែក ICU និងឧបករណ៍វេជ្ជសាស្ត្រជាដើមមានរបាយការណ៍ថា Ronaldo បានជួយថ្លៃវះកាត់ប្រហែល 60,000 ផោនសម្រាប់កុមារតូចម្នាក់ឆ្នាំ2016គាត់លក់ស្បែកជើង Golden Sports ក្នុងការដេញថ្លៃប្រមាណ 1.2 លានផោនហើយយកទៅជួយគម្រោងសាលានៅកាសាករណីនៃប៉ាឆ្នាំ2015គាត់បានជួយផ្សព្វផ្សាយឲ្យមនុស្សបរិច្ចាគទៅអង្គការ Save the Children បានទឹកប្រាក់ជាច្រើនគាត់បានបរិច្ចាគ Ballon d'Or ឆ្នាំ2013ទៅដេញថ្លៃត្រូវបានលក់នៅក្នុងតម្លៃ 600,000 €ប្រាក់ទាំងនោះបានជួយកុមារដែលមានជំងឺធ្ងន់ធ្ងរ
ស្បែកជើងបានទាត់ខ្សែដៃប្រធានក្រុមពុទ្ធិកាលនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតត្រូវបានដាក់ដេញថ្លៃសម្រាប់ជំនួយសប្បុរសធម៌ម្យ៉ាងទៀតគាត់មិនចាក់សាក់នោះទេគឺដើម្បីជួយបរិច្ចាគឈាមដល់អ្នកដែលត្រូវការទោះយ៉ាងណាមិញមិនមែនពុទ្ធិកាលល្បីដោយសារតែគ្រីស្ទីណូរ៉ូណាល់ដូតែមួយនោះទេកត្តាដែលអាចនាំឲ្យពុទ្ធិកាលល្បីខ្លាំងបែបនេះគឺផ្នែកទី1គឺផ្នែកបាល់ទាត់នេះឯងជារឿងដែលល្បីជាងគេនៅក្នុងប្រទេសពុទ្ធិកាលដែលមានកីឡាករដូចជា Cristiano Ronaldo, Les Figures, S Bilo និងមានការឈ្នះពានផ្សេងៗប្រវត្តិសាស្ត្រពុទ្ធិកាលធ្លាប់ជាប្រទេសអ្នកធ្វើដំណើរតាមសមុទ្រដ៏ល្បីនៅក្នុងសម័យបុរាណហើយមានអ្នករុករកល្បីៗជាច្រើនទេសចរមានទីក្រុងចាស់ៗដូចជា Lisbon, Porto, Coimbra ដែលជាទីកំណើតរបស់ Ronaldo និងវប្បធម៌តន្ត្រីមានតន្ត្រីប្រពៃណីឈ្មោះថា Fado ជាផ្នែកសំខាន់នៃវប្បធម៌របស់ពុទ្ធិកាលដើម្បីដោយសារអាហារសមុទ្រនៅបង្អែមដូចជា Pastel Dentanos ស្រាផុតដែលជាផលិតផលប្រពៃណីរបស់ប្រទេសពុទ្ធិកាលដូច្នេះយើងអាចសន្និដ្ឋានបានថា Ronaldo គឺបានតស៊ូពីក្មេងមកពីគ្រួសារក្រីក្ររហូតចូលលេងក្លឹបតូចៗនៅក្នុងតំបន់ហើយក៏បានចូលលេងនៅក្នុងក្លឹបយុវជនមួយដែលមានឈ្មោះថា Sporting CP ហើយក៏បានបន្តចូលទៅកាន់ Man U ដែលជាទឹកដីអឺរ៉ុបហើយបន្តផ្លាស់ប្ដូរក្លឹបជាបន្តបន្ទាប់ហើយមានការជោគជ័យជាខ្លាំងក្នុងបាល់ទាត់គាត់មានការបដិញ្ញាចិត្តថាគាត់នឹងឈ្នះពានឲ្យបានច្រើនឬក៏គាត់គិតថាការដែលគាត់ធ្វើការច្រើនជាងគេនឹងធ្វើឲ្យគាត់ក្លាយជាកីឡាករមួយដែលល្អហើយគាត់បានយកប្រាក់ខែនឹងឬក៏ប្រាក់ដែលគាត់ធ្វើជំនួយនឹងបានជួយទៅដល់អ្នកដែលត្រូវការដូចជាទៅអភិវឌ្ឍសាលាអភិវឌ្ឍមន្ទីរពេទ្យនៅក្នុងប្រទេសពុទ្ធិកាលហើយបានជួយអភិវឌ្ឍនិងជួយនៅក្នុងកិច្ចការប្រទេសពិភពលោកដូចជាការ COVID-19 ដោយការនៅកាសានៅតំបន់មួយចំនួនដែលរងផលប៉ះពាល់ពីអាកាសធាតុផ្សេងៗក៏គាត់ធ្លាប់ជួយដែរនេះបញ្ជាក់ថាគាត់មានចិត្តសប្បុរសហើយយើងក៏អាចឃើញពីទឹកចិត្តរបស់គាត់ផងដែរគាត់គឺជាផ្នែកមួយដែលធ្វើឲ្យពិភពលោកស្គាល់ពុទ្ធិកាលខ្លាំងហើយនាំភ្ញៀវទេសចរចូលពុទ្ធិកាលផងដែរនេះគឺជាសមិទ្ធផលនៃគាត់ក្នុងវិស័យបាល់ទាត់ហើយគាត់បានជួយប្រទេសពុទ្ធិកាលរបស់គាត់ដែលពុទ្ធិកាលទាំងមូលគឺយកគាត់ជានិមិត្តរូបហើយគាត់ក៏ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតហើយក្នុងប្រវត្តិសាស្ត្រហើយគ្មានអ្នកណាម្នាក់អាចយកឈ្នះរ៉ូណាល់ដូបើសិនជារ៉ូណាល់ដូទាត់អត់ចូលក៏គេនៅតែនិយាយពីរ៉ូណាល់ដូទាត់ចូលក៏និយាយពីរ៉ូណាល់ដូកីឡាករផ្សេងទាត់ចូលក៏គេនិយាយពីរ៉ូណាល់ដូដូច្នេះឥទ្ធិពលរបស់ Cristiano Ronaldo គឺខ្លាំងយកតែមែនតើដូច្នេះយើងអាចបញ្ជាក់បានថា Ronaldo គឺជាកីឡាករល្អមួយដែលមានវិន័យមានចិត្តសប្បុរសដូច្នេះក្នុងមូលហេតុដែលស្អប់ Ronaldo ដោយសារកីឡាករផ្សេងទៀតឬស្អប់ Ronaldo ដោយសារកត្តាផ្សេងៗដូចជាអតីតកាលរបស់ Ronaldo ដែល Ronaldo ធ្លាប់ប្រាប់ពាក្យសម្ដីឬកាយវិការមួយចំនួនដែលនៅក្នុងទីលានហើយយើងមើលទៅមិនសមរម្យវាជាផ្នែកមួយដែលយើងមើលឃើញនៅក្នុង social media វាអាចជាព័ត៌មានតែមួយផ្នែកឬជាផ្សេងៗចឹងទៅដូច្នេះយើងគួរតែគិតពិចារណាវិញថាយើងគួរស្អប់ Cristiano Ronaldo ឬក៏យក Cristiano Ronaldo ជានិមិត្តរូបដូច្នេះខ្ញុំមានតែប៉ុណ្្នឹងពិចារណាដល់អ្នកគ្នាហើយសម្រាប់ខ្ញុំគឺខ្ញុំមិនស្អប់ Cristiano Ronaldo ឬកីឡាករផ្សេងណាមួយនោះទេគឺខ្ញុំយល់ Cristiano គឺជានិមិត្តរូបរបស់ខ្ញុំហើយកីឡាករផ្សេងៗក៏ដូចគ្នាប៉ុន្តែ Cristiano Ronaldo គឺនៅក្នុងដួងចិត្តរបស់ fan Ronaldo ទាំងអស់គ្នាដូច្នេះខ្ញុំគិតថាអ្នកនរគ្នាគឺគ្មានមូលហេតុអីដើម្បីស្អប់ Cristiano Ronaldo នោះទេគឺមានតែមូលហេតុមួយចំនួនដែលក្នុងចិត្តយើងដឹងច្បាស់ហើយជាមានកំហុសខុសឆ្គងក្នុងការហៅឈ្មោះក៏ដូចជាឈ្មោះក្រុមឈ្មោះពានសូមអធិស្ឋានផងដោយសារភាសាអង់គ្លេសខ្ញុំអត់សូវល្អដូច្នេះការហៅឈ្មោះរបស់កីឡាករក៏ដូចជាពានផ្សេងៗហ្នឹងគឺមានលក្ខណៈអត់សូវច្បាស់លាស់ដូច្នេះសូមអធិស្ឋាននៅកំហុសខាងនេះផងហើយសង្ឃឹមថាអ្នកនរគ្នាយកយកចំពោះកំហុសនេះយ៉ាងណាមិញអរគុណអ្នកនរគ្នាសម្រាប់ចូលទស្សនាបាយបាយ Love you